37 ខេត្តនៅថៃជួបព្យុះមូសុងក្នុងនោះបាងកកក៏រងឥទ្ធិពលនាយកដ្ឋានឧតុនិយមថៃបានចេញសេចក្តីព្រមានឲ្យខេត្តចំនួន37ត្រូវប្រយ័ត្នចំពោះព្យុះមូសុងនៅពាក់កណ្ដាលសប្តាហ៍នេះក្នុងនោះរាជធានីបាងកកក៏ត្រូវរងឥទ្ធិពល 60% ផងដែរតាមរយៈការចុះផ្សាយរបស់កៅស៊ូនៅថ្ងៃអង្គារទី3ខែមិថុនាឆ្នាំ2025ដោយសារខ្យល់មូសុងនិរតីកម្រិតមធ្យមដែលបក់បោកលើសមុទ្រអាន់ដាមាននិងឈូងសមុទ្រថៃគូផ្សំនឹងប្រព័ន្ធសម្ពាធទាបដែលគ្រប់ដណ្ដប់ភាគខាងជើងប្រទេសវៀតណាមឥទ្ធិពលរបស់វានឹងជះលើប្រទេសថៃបង្កឲ្យមានព្យុះបាតុភូតកូររន្ទះនិងភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួនលើសពីនេះចំពោះសមុទ្រវិញក៏មានរលកធំផងដែរដូច្នេះនាយកដ្ឋានចេញការព្រមានឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអ្នកនេសាទក៏ដូចជាទេសចរដែលធ្វើដំណើរទៅកោះ